Tuesday ពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំណែនាំពុកម៉ែបងប្អូនពីរបៀបធ្វើមិនអបស្បៃខៀវអញ្ចឹងអានេះគឺយើងស្បៃរបស់យើងហ្នឹងគឺយើងចិតយកតកល់វាទេហើយបន្ទាប់មកយើងស្រោសវាបន្ទាប់ពីស្រោសហើយយើងដាក់លាងទឹកត្រជាក់របស់យើងរួចហើយបានយើងដាក់ត្រាំទឹកកកដើម្បីឲ្យវាស្រួយពុកម៉ែបងប្អូនហើយពេលដែលយើងស្រោសនេះយើងបន្ថែមខ្លាញ់ចូលតិចទៅដើម្បីឲ្យពឺរបស់ស្បៃរបស់យើងនោះវាល្អហើយបន្ទាប់ពីដាក់ត្រាំស្បៃជាមួយនឹងទឹកកកហើយខ្ញុំក៏មកកាប់មិនស្ងោររបស់យើងហ្នឹងហើយយើងកាប់ក៏បានយើងហែកក៏បាននឹងស្រេចលើយើងឯងប៉ុន្តែខ្ញុំកាប់វាហើយបន្ទាប់មកយើងដំខ្ទឹមច្រាំខ្ទឹមសដើម្បីយើងយកទៅបំពងណាពុកម៉ែបងប្អូនយើងអត់ដាក់ខ្ទឹមសស្រស់ទេយើងយកបំពងវាឲ្យឈ្ងុយអញ្ចឹងអាចដាក់ខ្លាញ់រៀងច្រើនតិចទៅហើយខ្ទឹមស្អីលើយើងឯងបើយើងចូលចិត្តខ្ទឹមច្រើនយើងដាក់ខ្ទឹមច្រើនទៅអញ្ចឹងណាអញ្ចឹងខ្ញុំដាក់ខ្ទឹមប៉ុណ្ណឹងដោយសារពេលដែលយើងញ៉ាំទៅវាប៉ះអាខ្ទឹមដែលយើងខ្ទឹមបំពងរបស់យើងហ្នឹងវាឈ្ងុយណាជាមួយនឹងគ្រឿងផ្សំរបស់យើងហ្នឹងអញ្ចឹងបន្ទាប់ពីយើងបំពងខ្ទឹមរួចរាល់យើងដាក់ប្រេងខ្យងចូលហើយងាយស្រួលទេពុកម៉ែបងប្អូនបន្ទាប់ពីដាក់ប្រេងខ្យងរួចហើយមកយើងក៏ដាក់បន្ថែមគ្រឿងរបស់យើងដូចទឹកស្អ៊ីវអញ្ចឹងអ្វីដែលសំខាន់គឺប្រេងខ្យងជាមួយនឹងទឹកស្អ៊ីវគឺយើងអាចខ្វះបានទេអានឹងគឺជារូបមន្តនៅក្នុងការធ្វើអានឹងបន្ទាប់មកយើងដាក់ស្ករសយើងដាក់ចូលបន្តិចទៅតាមចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនហើយមានរសឌីបន្តិចមានប៊ីចេងបន្តិចទៅដើម្បីវាបង្កើនរសជាតិអញ្ចឹងអាស្រ័យលើពុកម៉ែបងប្អូនចង់បានរសជាតិបែបម៉េចយើងដាក់តាមរសជាតិដែលយើងត្រូវការទៅហើយបន្ទាប់មកយើងកូរវិកដូចដែលខ្ញុំធ្វើអញ្ចឹងណាហើយខ្ញុំចង់បានហឹលអញ្ចឹងខ្ញុំបន្ថែមម្ទេសហឹលនៅក្នុងនឹងអញ្ចឹងបើពុកម៉ែបងប្អូនអត់ត្រូវការហឹលទេមិនចាំបាច់ដាក់ទេអានឹងគឺខ្ញុំដាក់ឲ្យវាមានរសជាតិហឹលអញ្ចឹងណាបើយើងចូលចិត្តហឹលហើយបន្ទាប់ពីយើងលាយផ្សំគ្រឿងយើងរួចហើយមកមិនដែលយើងស្ងោរហើយយើងកាប់វារួចហ្នឹងយើងយកវាមកប្រឡាក់ជាមួយនឹងគ្រឿងដែលយើងលាយនឹងមកហើយមុននឹងប្រឡាក់មួយគ្រឿងដែលយើងលាយយើងអាចភ្លក់គ្រឿងយើងមើលណាថាគ្រឿងនឹងវាល្មមហើយនៅវាត្រូវចិត្តរបស់យើងហើយនៅអញ្ចឹងណាហើយយើងដាក់សាច់មិនចូលមកហើយអាចថាយើងដាក់រៀងដិតឬក៏មិនអីស្រ័យលើពុកម៉ែបងប្អូនទេប៉ុន្តែអាហ្នឹងដល់ពេលយើងដាក់សាច់មិនទៅហើយជាមួយនឹងស្ពៃទៅយើងធ្វើម៉េចឲ្យវាត្រូវគ្នារសជាតិវាត្រូវគ្នាអញ្ចឹងភ្លក់ដូចខ្ញុំប្រាប់អញ្ចឹងគឺភ្លក់តាមដែលពុកម៉ែបងប្អូនចង់ភ្លក់ទៅរសជាតិឆ្លាញ់បែបណាដាក់អញ្ចឹងទៅបន្ទាប់មកខ្ញុំបានដាក់ស្ពៃដែលយើងត្រាំមួយទឹកកកហ្នឹងណាឃើញរូបស្ពៃគឺវាអត់មានលលួយឬក៏អត់អីទេយើងអត់ទៅស្ងោរវាយូរពេកទេតែស្ងោរយូរពេកវាស្ពៃវាផុយពេកក៏អត់ឆ្ងាញ់ដែរពុកម៉ែបងប្អូនអញ្ចឹងបន្ទាប់មកយើងដាក់កូរវិកដូចខ្ញុំប្រាប់អញ្ចឹងណាខ្ញុំធ្វើអញ្ចឹងបន្ទាប់មកយើងដួសវាដាក់ផ្អប់មកដូចខ្ញុំប្រាប់ដូចខ្ញុំបង្ហាញអញ្ចឹងណាអូយខ្ញុំនិយាយរៀងខុសបន្តិចតដឹកមាត់តិចហើយពុកម៉ែបងប្អូនយើងដាក់វាចូលទៅក្នុងប្រអប់របស់យើងមកក្នុងចាននេះក៏បានដែរបន្ទាប់ពីយើងដាក់វារួចហើយដូចតែឃើញហ្នឹងអាហ្នឹងបើសិនជានៅក្នុងម្ហូបការគេដាក់កូនចានឬក៏គេទៅរៀបស្ពៃទៅរៀបអីចឹងណាប៉ុន្តែខ្ញុំខ្ជិលទៅរៀបក្បាច់បោច្រើនណាខ្ញុំលាយរសជាតិត្រូវហើយគឺខ្ញុំដាក់ចូលគ្នាបដ ாய் ហើយយើងយកទៅដាក់ក្នុងទូទឹកកកអញ្ចឹងដាក់ក្នុងទូទឹកកករួចហើយមកអាចថា1ម៉ោងក្រោយអីយើងហូបបានហើយបើសិនជាយើងហូបភ្លាមក៏បានដែរក៏ប៉ុន្តែបើយើងដាក់ក្នុងទូទឹកកកគឺវាកាន់តែឆ្ងាញ់អានេះដោយសារតែខ្ញុំដាក់វាអត់បានយូរទេហើយយើងយកមកញ៉ាំមួយបាយក៏បានជុំគ្នាបងប្អូនជុំគ្នាអាចជាក់ក៏បានអីក៏បានដែរនិយាយទៅរសជាតិមកអេមឲ្យមេដៃបដ ாய் ធានាតែឆ្ងាញ់អញ្ចឹងពុកម៉ែបងប្អូនអាចធ្វើតាមបានអរគុណក្នុងការទស្សនាបាយ